สุดท้ายไงในมีในวันโจจีบเพจบักของพลมันติดได้มันจามเด้มีดับเบิลทีแต่หลายล้อมันได้นักเนี่ยสำหรับมีดับเบิลทีแต่หลายล้อยังลูกจูนดับเบิลเจ็ดสิบ5เด้สำหรับมีดับเบิลที$275จมวยชนะสะหกสัมปรวัติมาทีนักเนี่ยมีดับเบิลทีต่างอันนี้สัตว์สังแต่จีบเพจไอ้มาไว้ใบอัตราได้มีแรมดับปีแพงเลยดับปีจีให้นั่งแรมดับปีมุยเตนี่นักเนี่ยมุยเตกับใบยาสำหรับ MP3 อัตรามุยเตคือแบบบะโรแมนเทนอย่าหยงชื่อเยอะมาเลยเชิญดองấy mình nghe chú đấyสำหรับมาเตយើងមាន2គ្រាប់3គ្រាប់ទេអត់សម្បូរទេអ្នកនេះសម្រាប់MP3 អត្រាមកតេយើងមានដូចជា2គ្រាប់នេះមកតេទាំងពីរហ្នឹងហើយអ្នកដែលរើស្ពេចធំត្រូវហើយអ្នកនេះសម្រាប់អ្នកដែលចង់បានម៉ាស៊ីនដែលមានស្ពេចកប់នេះកប់ហើយសម្រាប់ MP3 អត្រាគឺមួយតេម៉ាស៊ីននេះត្រូវខ្ចីមកអ្នកនេះភ្លឹងហ្មងស្អាតដូចខ្ញុំបង្ហាញចឹងអ្នកឃើញទេភ្លឹងម៉ាស៊ីនអស់នេះសិត99ណា99.99ហ្នឹងខ្ចីមកសម្រាប់ 512G យើងលក់ជូនតែ$645ទេសម្រាប់អ្នកចង់បានណា 512G $645អញ្ចឹងអ្នកដែលចង់បានកុំភ្លេចមកមើលទាំងអស់គ្នាហើយសម្រាប់1តេកាបាយយើងលក់ជូន$685ទេខ្ញុំបញ្ជាក់$685សម្រាប់1តេហើយសម្រាប់ S23FE MP3FE យើងមាន2ពណ៌ហើយម៉ាស៊ីននេះសិតសឹងតែជាប្រភេទម៉ាស៊ីន256មកជើងនេះស្ពេចធំៗហ្នឹង256G ទាំងពីរហ្នឹង 256G យើងលក់ជូនតែ$345ទេបាទមកជើងមុន123យើងលក់325ហើយតែនៅជើងនេះ256យើងលក់តែ345ហើយអញ្ចឹងសម្រាប់អ្នកចង់បានហើយសម្រាប់ម៉ាស៊ីននេះគឺក្រុមហ៊ុនណាខ្ញុំបញ្ជាក់ម៉ាស៊ីននេះ version ក្រុមហ៊ុនពេញលេញតែម្ដងណាបាទអញ្ចឹងតម្លៃប៉ុណ្នេះគឺអែមមែនទែនធូរថ្លៃជាងអាមេរិកផងអ្នកគ្នាបាទសម្រាប់អ្នកដែលចង់បាន S23FE ហើយសម្រាប់23 Ultra ក៏យើងមានម៉ាំងកប់ដែរហើយសម្រាប់នេះគឺ MP3FE យើងលក់តម្លៃល្អជូនMP3FE នេះយើងលក់ជូនតែ$165ទេ MP3FE ហើយម៉ាស៊ីនទាំងអស់នេះសិតសឹងតែជាប្រភេទម៉ាស៊ីន 5G វាប្រើ Snapdragon 865ខ្ញុំបញ្ជាក់សម្រាប់ MP3FE នេះបើសិនជាមិនមែន 5G ទេគឺវាប្រើជាមួយ Exynos ទេតែបើ 5G វាប្រើជាមួយ Snapdragon អាហ្នឹងខ្ញុំបញ្ជាក់ឡើងនោះតិចណាប្រយ័ត្នអ្នកនេះទិញច្រឡំយ៉ាត់ឲ្យតែ 23FE សិតតែ Snapdragon អត់ទេណាតោះតែ 20FE 5G អាហ្នឹងបានជាប្រភេទម៉ាស៊ីនដែលប្រើប្រាស់ជាមួយ chipset Snapdragon អញ្ចឹងខ្ញុំបញ្ជាក់ឲ្យវាតាក់ទៀតអ្នកនេះទិញគឺខាងខ្ញុំគឺច្បាស់ចំណុចហ្នឹងមួយបាទហើយសម្រាប់អ្នកដែលចង់បានអាចមកមើលបានហាក់លេខមាន model ផ្សេងទៀតអរគុណច្រើន